ពាំងចាប់ផ្ដើមលូតលាស់ហើយតែភ្លៀងកែវសាមកដល់មានប្រភពទឹកបឹងនៅក្បែរដាំបានអាស័យទឹកពាំងផ្អែម3គុំចំមកទឹកដើមឫស្សីជាប្រភេទរុក្ខជាតិងាយស្រួលក្នុងការដុះងាយស្រួលដុះទឹកបឹងតន់ពេញស្រួលបួទេតាមតាភ្លៀងបានប្រមាណជា5ភ្លៀងបាន5មេឬក៏5ដងចឹងមិនតន់ពេញឲ្យស្រួលបួទេតែរុក្ខជាតិដើមឫស្សីនេះចាប់ផ្ដើមមានតពាំងលាស់តពាំងថ្មី